ជំរាបសួរបងប្អូនទាំងអស់គ្នាតាមមកមើលពេលរបៀបធ្វើទឹកកកឈូសមួយខ្ញុំទាំងអស់គ្នានៅជប៉ុនបងប្អូនទាំងអស់គ្នាយើងឈូសទឹកកកយើងអត់អ្វីដាច់ដៃគេមានម៉ាស៊ីនរបស់គេហើយសម្រាប់ទឹកស្កររបស់គេវិញគេមាន3ពណ៌គេអត់ប្រើប្រភេទទឹកស្រូវទេបងប្អូនទាំងអស់គ្នាវ៉ាអត់ទៅឆ្ងាយឃើញអូពណ៌ស្អាតណាស់ឲ្យស៊ីសាច់ក៏ឈូសបានធ្វើឲ្យបងប្អូនទាំងអស់គ្នាបើមើលពីរសជាតិវិញគឺរសជាតិអាចទទួលយកបានពីអត់ផ្អែមពេកទេបងប្អូនទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្ញុំនៅទាំងអស់